Hello សួស្តីអ្នកទាំងអស់គ្នាវិលមកជួបជាមួយ admin ដែរខ្ញុំបាទស៊ីម៉ាឬក៏ហៅបានថាប្រុសស្មុកក៏បានដែរហើយថ្ងៃនេះដែរមិនបន្តសាច់រឿងរបស់យើងបន្តទៀតក៏ប៉ុន្តែដូចជាលើមុនអញ្ចឹងសម្រាប់គ្នាយើងដែរដែលមិនតបានចុច subscribe នៅលើ channel របស់ admin នោះទេគឺសូមចុចឲ្យហើយទៅដើម្បីទទួលបានវីដេអូថ្មីៗនៅពេល admin ក៏បាន upload អីចឹងណាហ្នឹងហើយឥឡូវយើងកុំឲ្យចាំពេលវេលាយូរយើងមកតាមដានសាច់រឿងរបស់យើងគឺតែម្ដងទៅសាច់រឿងក៏កាប់បង្ហាញ5ឆ្នាំកន្លងផុតទៅយើងក៏បានគេថាមានរទេះសេះមួយកំពុងតែធ្វើដំណើរដើម្បីទៅទីក្រុងដែរនៅលើរទេះសេះក៏មានមនុស្ស2នាក់កំពុងតែសន្ទនាគ្នាតាក់ទងអំពីទីក្រុងដែរថាទីក្រុងដែរហ្នឹងគឺជាទីក្រុងមួយដែលល្បីល្បាញមែនទែនអ្នកណាក៏ចង់ទៅទីនោះផងដែរនិយាយចុះឡើងអ្នកទាំងពីរដែលនៅលើរទេះសេះហ្នឹងគឺចាប់ផ្ដើមចង់ឆ្លោះគ្នាដូច្នោះហើយអ្នកបរទេះសេះក៏បានសម្រួលទៅកាន់ពួកគេនិងនិយាយប្រាប់ទៅកាន់ពួកគេថាបើតាមអ្វីដែលគាត់បានគិតទៅអ្នកទាំងពីរនោះអ្នកទាំងពីរពិតជាមានជំនាញដែរដ៏ល្អខ្លាំងណាស់ក៏ប៉ុន្តែនៅពេលនេះក៏បានសំពឹងទៅកាន់ពួកគេទាំងពីរនាក់ដើម្បីធ្វើកិច្ចការមួយពីព្រោះឥឡូវហ្នឹងគឺមានពពួកអជាច្រើនកំពុងតែស្ទាក់ផ្លូវរបស់គេដើម្បីវាយប្រហារនឹងឯងអ្នកទាំងពីរនោះបន្ទាប់ពីឃើញបាននឹងភ្លាមក៏ចាប់ផ្ដើមដាក់មេប្រូចតែម្ដងដោយថាពពួកអនេះវាមិនមែនជាដៃគូរបស់ពួកគេនៅឡើយស្របពេលនឹងដែរស្រាប់តែមានបរិយាម្នាក់ក៏បានចោះចេញពីរទេះសេះហើយក៏បានធ្វើដំណើរដើម្បីទៅចាត់ការទៅកាន់ពពួកអទាំងអស់ហ្នឹងហើយតាមពិតទៅម្នាក់ហ្នឹងគឺគ្មាននរណាឆ្ងាយនោះទេគឺជាទូឯករបស់យើងនឹងឯងដែលជាអារ៉េអ្នកដែលនៅលើរទេះសេះពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងអំពីសមត្ថភាពរបស់អារ៉េដោយសារតែការបំលាស់ទីរបស់គាត់ពិតជាលឿនមែនទែនមិនធម្មតានោះឡើយគណៈពេលហ្នឹងពពួកអក៏ចាប់ផ្ដើមហុំព័ទ្ធទៅកាន់អេរ៉េដើម្បីសម្លាប់ទៅកាន់អេរ៉េអញ្ចឹងទៅប៉ុន្តែមានអីក៏ស្រាប់តែអេរ៉េក៏បានបង្ហាញស្នេហ៍ដារបស់គាត់មើលទៅដូចជាការរំអញ្ចឹងបណ្ដាឲ្យពពួកអទាំងអស់ហ្នឹងគឺចាប់ផ្ដើមចិត្តរត់ភ្លាមៗអ្នកបរទេះសេះបន្តទៅឃើញស្នេហ៍ដាមួយនេះហើយធ្វើឲ្យគាត់ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដោយសារតែគាត់ក៏បាននឹកឃើញអំពីនារីម្នាក់ផងដែរហើយនារីម្នាក់នោះគឺគ្មាននរណាឆ្ងាយនោះទេគឺជាម៉ាក់របស់អារ៉េនឹងឯងទន្ទឹមនឹងដែរអេរ៉េក៏កំពុងតែរកវិធីសាស្ត្រដើម្បីសម្លាប់ទៅកាន់អាមេអបន្ទាប់ពីគាត់ក៏បានស្វែងរកទៅកាន់ចំណុចខ្សោយរបស់វាហើយនោះក៏មិនចាំយូរដែរក៏បានធ្វើការសម្លាប់វាភ្លាមៗតែម្ដងរួចមកអេរ៉េក៏បានទៅប្រាប់ទៅកាន់អ្នកបរទេះសេះថានៅពេលនេះពួកគេគួរតែធ្វើដំណើរដើម្បីទៅទីក្រុងដែរបន្តទៀតទៅដោយសារតែរឿងរ៉ាវទាំងអស់នេះក៏បានដោះស្រាយរួចរាល់ហើយគណៈពេលនឹងដែរក៏ស្រាប់តែក្មេងប្រុសក៏បានធ្វើការសរសើរទៅកាន់អេរ៉េថាអេរ៉េគឺជាមនុស្សដែលអស្ចារ្យខ្លាំងណាស់តែអេរ៉េក៏គឺមានជំនាញអ្វីដែរចំណែកអេរ៉េនៅពេលហ្នឹងក៏មិនស្ទាក់ស្ទើរដែរដូច្នោះក៏បានប្រាប់តែម្ដងថាគាត់គឺជាមនុស្សម្នាក់ដែលគ្មានជំនាញនោះទេបន្ទាប់ពីលើចម្លើយបែបនេះហើយធ្វើឲ្យពួកគេទាំងអស់គ្នាដែលនៅលើរទេះសេះគឺពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសាច់រឿងក៏កាន់ត្រឡប់ថយក្រោយរយៈពេល5ឆ្នាំមុនអេរ៉េក៏បានបង្ហាញអំពីស្នេហ៍ដៃខ្លួនរបស់គាត់ឲ្យទៅកាន់ម៉ាក់របស់គាត់បានឃើញម៉ាក់របស់គាត់គឺពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញអេរ៉េគាត់គឺអាចចេះប្រើស្នេហ៍ដៃបែបនេះតែអាការស្បែករបស់គាត់មិនតបបានប្រមាណផងក៏ស្រាប់តែចាប់ផ្ដើមយំតែម្ដងដោយបន្ទាប់ពីខ្លួនឯងមកពីគាត់ដែលធ្វើឲ្យអារ៉េនឹងគឺមិនមានជំនាញដូចគេដូចឯងអារ៉េក៏បានលំលន់ទៅកាន់ម៉ាក់របស់គាត់ឲ្យជប់យំទៅហើយគាត់ក៏បាននិយាយថានៅពេលនេះគាត់ក៏អាចបង្កើតស្នេហ៍ដៃភ្លោះបានដូច្នេះហើយគាត់ក៏ចង់បង្កើតជំនាញផ្សេងៗទៀតដែលគាត់ចង់សាកល្បងរួចមកអារ៉េក៏បានសុំទៅកាន់ម៉ាក់របស់គាត់ដើម្បីឲ្យម៉ាក់របស់គាត់គឺបានបង្រៀនអំពីស្នេហ៍ដៃរបស់ម៉ាក់របស់គាត់ដែលធ្លាប់ចេះអញ្ចឹងទៅនិយាយរំទៅឲ្យតែស្នេហ៍ដៃរបស់ម៉ាក់របស់គាត់អីហ្នឹងគាត់គឺចង់រៀនទាំងអស់ហ្នឹងដូច្នោះហើយធ្វើឲ្យម៉ាក់របស់គាត់ពិតជាមានអារម្មណ៍ថារីករាយមែនទែនហើយក៏ពេញចិត្តក្នុងការបង្រៀនទៅកាន់អារ៉េផងដែរសាច់រឿងក៏បង្ហាញនៅពេលបច្ចុប្បន្នវិញនៅទីបំផុតយើងក៏បានកថាអារ៉េក៏បានមកដល់កន្លែងទីក្រុងដែរហើយនៅទីក្រុងដែរយើងក៏បានកថានៅទីនោះពិតជាមានមនុស្សច្រើនមែនទែនហើយសុទ្ធតែជាអ្នកលេងស្នេហ៍កូនដែរពេលហ្នឹងហើយអេរ៉េក៏បានធ្វើការសួរទៅកាន់អ្នកបរទេសចំតែម្ដងថាលោកមែនទេក៏ជាអ្នកលេងស្នេហ៍កូនដែរពីព្រោះបើសិនជាមនុស្សសាមញ្ញនោះមិនអាចកត់សម្គាល់អត្តសញ្ញាណនៃស្នេហ៍ដែរបានឡើយដល់ពេលទៅអ្នកបរទេសសេះក៏បានប្រាប់តែម្ដងតែពិតទៅក៏ជាអ្នកលេងស្នេហ៍កូនដែរមនុស្សផងដែរហើយឋានៈរបស់គាត់គឺស្ថិតនៅកម្រិតខ្ពស់ក៏ប៉ុន្តែគាត់មិនអាចធ្វើបន្តទៀតបានទេព្រោះគាត់ពិតជាមានភាពហត់នឿយមែនទែនតាក់ទងអំពីការប្រយុទ្ធគ្នាប្រចាំថ្ងៃបែបនេះដូច្នេះហើយបានជាគាត់ក៏បានផ្លាស់ប្ដូរមុខរបរធ្វើជាអ្នកបរទេសក៏បានបន្តទៀតថាបើសិនជាឯងគឺជាមនុស្សដំបូងដែលមកទីក្រុងមួយនេះឯងគួរតែចូលរួមងារអ្នកផ្សងព្រេងក្នុងចំណោមងារអ្នកផ្សងព្រេងដទៃទៀតហើយបើសិនជាឯងមិនបានចូលរួមជាមួយនឹងងារអ្នកផ្សងព្រេងនោះទេជីវិតរបស់ឯងគឺពិតជាវេទនាក្នុងការរស់នៅមែនទែនដែលនៅទីនេះហ៎មុនពេលដែលអ្នកបរទេសសេះក៏បានចាក់ចេញទៅនឹងក៏បានប្រាប់ទៅកាន់អារ៉េផងដែរថាឯងគួរតែប្រុងប្រយ័ត្នជាមួយនឹងងារអ្នកផ្សងព្រេងទៅដោយសារតែងារអ្នកផ្សងព្រេងខ្លះល្អអាខ្លះទៀតគឺអត់ល្អប្រហែលទេបន្តមកទៀតយើងក៏បានគាត់ថាមានងារអ្នកផ្សងព្រេងចំនួន2ក្រុមកំពុងតែជ្រើសរើសសមាជិកថ្មីចំណែករ៉េក៏បានដាក់កាត់នៅទីនោះក៏ប៉ុន្តែក៏អត់ចាប់អារម្មណ៍នៅឡើយគណៈពេលនឹងដែរក៏ស្រាប់តែមានមនុស្សស្រីម្នាក់ក៏ចង់ទៅប៉ះតការ៉េក៏ប៉ុន្តែមានអីអារ៉េក៏បានដើរចេញបន្តនាងក៏បានផ្កាប់មុងដោយសារតែការដួលរបស់នាងបែបនេះហើយធ្វើឲ្យអារ៉េនៅពេលនោះក៏បានចាប់អារម្មណ៍ទៅចំពោះម្នាក់ស្រីនឹងក៏បានគាត់ថាវរហាចារ៉េគឺជាមនុស្សដែលមានទេពកោសល្យខ្ពស់ហើយមកទៅនោះបន្តមកម្នាក់ស្រីនឹងក៏មិនចាំយូរដែរក៏បានធ្វើការសួរទៅកាន់អារ៉េថាអារ៉េគឺជាមនុស្សថ្មីមែនទេដែលមកទីក្រុងមួយនេះបើសិនជាមនុស្សថ្មីប្រកាសខ្លាំងណាស់ប្រហែលជាមិនទាន់ចូលរួមជាមួយនឹងងារអ្នកផ្សងព្រេងដទៃទៀតទេអារ៉េក៏បានប្រាប់ថាគឺប្រកាសខ្លាំងណាស់ដោយសារតែនៅពេលនេះក៏កំពុងតែស្វែងរកដើម្បីងារអ្នកផ្សងព្រេងនឹងឯងមានអីក៏ស្រាប់តែម្នាក់ស្រីនឹងក៏បានហៅទៅកាន់អារ៉េដើម្បីចូលរួមជាមួយនឹងងារអ្នកផ្សងព្រេងរបស់នាងតែអារ៉េនៅពេលនោះអត់បានចាប់អារម្មណ៍ទេហើយគាត់ក៏បានដើរចេញទៅម្នាក់ស្រីនឹងគឺនៅតែមិនចូលចាញ់ហើយក៏បានហាងគាត់ទៅកាន់អារ៉េដើម្បីនិយាយគ្នាសិនដោយអាងថាងារអ្នកផ្សងព្រេងរបស់នាងគឺពិតជាមានភាពល្បីល្បាញខ្លាំងណាស់
នឹងនិយាយភាពតាក់ទាញជាច្រើនតេតងអំពីយានអ្នកផ្សងព្រេងរបស់នាងអញ្ចឹងទៅប្រាប់តការ៉េរីឯអារ៉េនៅវិញឥឡូវនេះក៏កំពុងតែគិតថាអត្តចរិតនឹងកាយវិការរបស់នាងនៅពេលនេះគឺដូចជាបងស្រីរបស់គាត់ខ្លាំងណាស់ឬមកអារ៉េក៏បានធ្វើការសួរទៅកាន់ម្នាក់ស្រីហ្នឹងថានាងគឺមានដឹងដែរឬទេថានៅទីនេះមានយានអ្នកផ្សងព្រេងណាដែលមានភាពល្បីល្បាញខ្លាំងជាងគេអត់ម្នាក់ស្រីហ្នឹងក៏បានប្រាប់តែម្ដងថាយានអ្នកផ្សងព្រេង Black Sport សេចរឿងក៏បង្ហាញនៅពេលដែលរ៉េក៏បានមកដល់កន្លែងយានអ្នកផ្សងព្រេង Black Sport ហ្នឹងហើយប៉ុន្តែនៅទីនោះគឺមានមនុស្សច្រើនពេកដើម្បីចូលទៅចុះឈ្មោះដូច្នោះហើយតម្រូវឲ្យគាត់ក៏បានតម្រង់ជួរដោយការរងចាំរបស់គាត់មិនយូរប៉ុន្មានក៏ដល់វេនរបស់រ៉េហើយអ្នកចុះឈ្មោះនៅពេលនោះក៏បានធ្វើការសួរថាឯងគឺមានជំនាញអ្វីហើយថ្នាក់អ្វីដែរអារ៉េក៏បានប្រាប់ត្រង់តែម្ដងថាគាត់អត់មានជំនាញអ្វីនោះទេអ្នកចុះឈ្មោះនៅទីនោះក៏បានប្រាប់តការ៉េឲ្យចាក់ចេញទៅដោយសារតែពួកគេគឺត្រូវការតែមនុស្សដែលមានជំនាញតែប៉ុណ្ណោះហើយមានគឺភ្លេចប្រាប់តការអ្នកគ្នាផងដែរថាអាជំនាញនេះគឺវាផ្សេងហើយអាថ្នាក់គឺវាផ្សឹងអ្នកគ្នាឧទាហរណ៍ថាអារ៉េក៏គឺជាមនុស្សដែលមានជំនាញស្នៀតកូនដែរដូច្នោះគេក៏មានថ្នាក់របស់ពួកគេផងដែរដូចជាថ្នាក់ទាបថ្នាក់មធ្យមហើយនិងថ្នាក់ខ្ពស់ឥឡូវយើងចូលសាច់រឿងរបស់យើងវិញក៏បានគិតថាអារ៉េក៏បានទៅដល់កន្លែងគៀនអ្នកផ្សងព្រេងណាក៏គេអត់ទទួលដែរដោយសារតែគាត់មានជំនាញហើយឥឡូវហ្នឹងជីវិតរបស់គាត់នៅពេលនេះគឺបរាជ័យតែម្ដងដោយសារតែគាត់មានជំនាញនឹងឯងបន្តមកក៏បានដកសបត់ដែលម៉ាក់របស់គាត់ក៏បានប្រគល់ឲ្យគាត់នឹងនឹកឃើញអំពីពាក្យសម្ដីដែលម៉ាក់របស់គាត់ដែលបានប្រាប់មកកាន់គាត់ថានៅពេលដែលឯងក៏បានបង្ហាញសបត់មួយនេះឲ្យទៅកាន់គៀនអ្នកផ្សងព្រេងចាស់របស់នាងហើយនោះពួកគេនឹងទទួលស្វាគមន៍ឯងហើយភ្លាមៗក៏ស្រាប់តែម្នាក់ស្រីក៏បានមកតាមតការអារ៉េទៀតហើយក៏ប៉ុន្តែដូចជាលើកមកអញ្ចឹងទោះបីជាអង្វរតការអារ៉េយ៉ាងណាក៏ដោយអារ៉េនៅតែមិនចូលរួមជាមួយនឹងគៀនអ្នកផ្សងព្រេងរបស់នាងដោយអស់ជំរឿននោះនាងក៏បានសុខចិត្តស្ពះតការអារ៉េតែម្ដងក៏ប៉ុន្តែនៅពេលដែលនាងក៏បានងើបមកហ្នឹងគឺអត់ឃើញវត្តមានរបស់អារ៉េនោះទេដល់ពេលទៅនាងក៏បានស្បត់ថានាងនៅតាមតការអារ៉េតតែគាត់ក៏បានចូលរួមជាមួយគៀនអ្នកផ្សងព្រេងរបស់នាងការបង្ហាញមកកន្លែងអារ៉េនៅវិញឥឡូវនេះយើងក៏បានគិតថាគាត់កំពុងតែស្វែងរកទៅកាន់គៀនអ្នកផ្សងព្រេងដែលម៉ាក់បកកគឺធ្លាប់ធ្វើការពីមុនមកហើយពិតជាចៃដន្យមែនតើដោយសារតែចៃម្នាក់ហ្នឹងនៅតែបន្តរកឃើញទៅកាន់អារ៉េដដែលហ្នឹងហើយនាងនៅតែបន្តប្រាប់តការ៉េថាបើសិនជានៅពេលនេះអារ៉េអត់មានបំណងថាចង់ចូលរួមជាមួយគៀនអ្នកផ្សងព្រេងរបស់នាងនោះទេអារ៉េហ្នឹងគឺអាចចូលទៅលេងគៀនអ្នកផ្សងព្រេងរបស់នាងបានរួចមកនាងក៏បានចោលប្រាប់ពីទីតាំងគៀនអ្នកផ្សងព្រេងរបស់នាងអារ៉េក៏គ្រាន់តែឃើញបាប់ហ្នឹងក៏បានលាស់មកតែម្ដងថាវាពិតជាធំមែនតើម្នាក់ស្រីហ្នឹងនៅតែបន្តប្រាប់តការ៉េអញ្ចឹងថាបច្ចុប្បន្នហ្នឹងគៀនអ្នកផ្សងព្រេងរបស់នាងឥឡូវនេះកំពុងតែចុកខ្សោយប៉ុន្តែនាងធានាថានៅថ្ងៃណាមួយនាងនឹងខំប្រឹងធ្វើឲ្យគៀនអ្នកផ្សងព្រេងរបស់នាងគឺមានភាពល្បីល្បាញវិញដរាបណាព្រះមហាក្សត្រដែរនៅតែបន្តមាននោះលោកត្រាកូនហ្វាំងគឺជាអមតៈជានិញអារ៉េបន្តពីលឺបាត់នឹងភ្លាមក៏បាននឹកឃើញអំពីពាក្យសម្ដីដែលម៉ាក់របស់គាត់ក៏បានប្រាប់មកកាន់គាត់ថាគៀនអ្នកផ្សងព្រេងដែលគាត់ក៏បានធ្លាប់ចូលពីមុនហ្នឹងគឺជាមហាក្សត្រដែរនៅពេលហ្នឹងហើយបានជាអារ៉េក៏បានដឹងថាតាមពិតទៅនារីដែលតែងតែអស់ទាញមកកាន់គាត់ហ្នឹងតាមពិតទៅស្ថិតនៅក្នុងគៀនអ្នកផ្សងព្រេងដែលម៉ាក់របស់គាត់គឺធ្លាប់ធ្វើការពីមុនមករួចមកទៀតនៅពេលដែលអារ៉េក៏បានចូលទៅដល់ខាងក្នុងហ្នឹងក៏បានជួបប្រទះជាមួយនឹងបរិសម្នាក់ផងដែរដែលគាត់គឺជាជនពិការដៃហើយសភាពរបស់គាត់នៅពេលនេះពិតជាយ៉ាប់យ៉ឺនមែនទែនដោយសារតែនៅពេលនេះក៏កំពុងតែប្រមឹកជាមួយនឹងស្រាបរិសម្នាក់ហ្នឹងបន្តពីឃើញអារ៉េភ្លាមក៏អត់បាននិយាយអ្វីឆ្ងាយនោះទេគ្រាន់តែនិយាយថាគៀនអ្នកផ្សងព្រេងមួយនេះគឺត្រូវបានរលីហើយអញ្ចឹងហើយឯងគួរតែចាក់ចេញទៅបន្ទាប់ពីគាត់ក៏បាននិយាយបាត់ហ្នឹងហើយក៏បានចាក់ចេញពីទីនេះបាត់ភ្លាមតែម្ដងហើយតាមពិតទៅបរិសម្នាក់ដែលជាជនពិការហ្នឹងគឺជាឪពុករបស់នារីម្នាក់ហ្នឹងឯងរួចមកទៀតស្រាប់តែអារ៉េក៏បានធ្វើការសម្រេចចិត្តគឺចូលរួមគៀនអ្នកផ្សងព្រេងរបស់នារីម្នាក់ហ្នឹងធ្វើឲ្យនាងគឺពិតជាភ្ញាក់ផ្អើលមែនទែនហើយក៏បានសូមបញ្ជាក់ទៅកាន់អារ៉េក៏បាននិយាយផងដែរថាគាត់ប្រកាសខ្លាំងណាស់ដូច្នោះអ្នកទាំងពីរក៏ចាប់ផ្ដើមចុះកិច្ចសន្យាជាមួយគ្នាតែម្ដងថាអារ៉េក៏បានចូលរួមជាមួយគៀនអ្នកផ្សងព្រេងរបស់នាងអីចឹងទៅអាហ្នឹងវាស្រៀងនៅកងត្រាដែរហ្នឹងបន្ទាប់ពីអារ៉េក៏បានសរសេររួចរាល់ហើយនោះក៏បានប្រកល់กระดาษមួយហ្នឹងឲ្យទៅកាន់ចៃម្នាក់ហ្នឹងបានឃើញកញ្ញាម្នាក់ហ្នឹងក៏បានពិនិត្យមើលក៏ប៉ុន្តែនាងគឺឆ្ងល់ថាហេតុអីបានជាអារ៉េហ្នឹងគឺអត់មានជំនាញដំបូងឡើយនាងក៏បានគិតថាប្រហែលជាអារ៉េគឺបានលេងសើចជាមួយនាងអីចឹងទៅក៏ប៉ុន្តែមិនអីអារ៉េក៏បានបង្ហាញការពិតតែម្ដងថាប្រកាសខ្លាំងណាស់គាត់គឺគ្មានជំនាញនោះទេចៃម្នាក់ហ្នឹងបន្ទាប់ពីឃើញបាំហ្នឹងហើយក៏មិនចាំយូរដែរក៏បានទៅយកដាវដើម្បីគំរាមទៅកាន់អារ៉េឥឡូវនេះលោកឯងគួរតែដកហូតកិច្ចសន្យារបស់លោកទៅបើចង់បន្តរស់ទៅមុខទៀតអារ៉េក៏បានសួរទៅវិញថាហេតុអ្វីទៅចៃម្នាក់ហ្នឹងក៏បានប្រាប់តែម្ដងជាទូទៅគៀនអ្នកផ្សងព្រេងបើសិនតែយើងចង់ចូលរួមអីហ្នឹងតតែយើងគឺមានជំនាញមូលដ្ឋានសិនគណៈពេលដែលកញ្ញានឹងកំពុងតែកពុលមុខជាមួយអារ៉េណូភ្លាមៗក៏ស្រាប់តែមាននារីម្នាក់ក៏បានដើរមកដល់ទីនេះហើយក៏បានសួរទៅកាន់ចៃម្នាក់ហ្នឹងថាហេតុអីបានជាបង្កសម្លេងខ្លាំងម៉េចនៅពេលហ្នឹងហើយបានយើងក៏បានស្គាល់ទៅកាន់នារីដែលសក់ពណ៌លឿងហ្នឹងដែលនាងក៏មានឈ្មោះថាលីលីរីឯនារីដែលមានសក់ពណ៌ក្រហមហ្នឹងនាងក៏មានឈ្មោះថាឡៃណាលីលីបន្តទៅឃើញរ៉ៃណាភ្លាមក៏មិនចាញ់យូរដែរក៏បានស្ទុះលឿនដើម្បីទៅអោបទៅកាន់ឡៃណានៅពេលនេះពិតជាមានបញ្ហាហើយដោយសារតែមានបរិបម្នាក់ក៏បានចូលរួមគៀនអ្នកផ្សងព្រេងរបស់យើងក៏ប៉ុន្តែក៏អត់មានថ្នាក់នោះទេអធិស្ឋានអ្នកទាំងអស់គ្នាគឺជាជំនាញមិនមែនថ្នាក់ទេច្រឡំគ្រាន់តែលឿនចាំភ្លាមធ្វើឲ្យឡៃណានៅពេលនោះក៏បានដឹងភ្លាមតែម្ដងថានោះគឺជាអារ៉េក៏បានសួរទៅវិញថានាងគឺជាណាគេដោយសារតែគាត់ក៏មិនដែលធ្លាប់ឃើញផងហ្នឹងហេតុអីបានជានាងក៏បានស្គាល់មកកាន់កបាំនេះឡៃណាក៏បានប្រាប់តែម្ដងថាលោកឯងហើយនាងគឺមកពីភូមិតែមួយទេជាពិសេសកាលពី5ឆ្នាំមុនពួកគេក៏បានវឹកហាត់ខ្សែកូនដាជាមួយគ្នាផងដែរដូច្នោះហើយអារ៉េក៏កំពុងតែព្យាមើលហើយមានអារម្មណ៍ថាដូចជាស្តៀងទៅកាន់ម្នាក់នោះខ្លាំងណាស់តែម្នាក់កាលពីនៅតូចហ្នឹងគឺជាមនុស្សប្រុសមិនមែនជាមនុស្សស្រីនៅឡើយដល់ពេលទៅឡៃវ៉ាន់ក៏បានប្រាប់តែម្ដងតាមពិតទៅនាងគឺជាកូនស្រីរបស់លោកអ៊ីវ៉ាន់ដូច្នោះហើយអារ៉េក៏បានធ្វើការសុំទោសតែគាត់មិនបានចងចាំអីចឹងទៅ
ពីព្រោះឥឡូវហ្នឹងសភារបស់ឡៃណានៅពេលនេះគឺពិតជាប្លែកខ្លាំងណាស់ហើយអ្វីដែលកាន់តែប្លែកនោះគឺថាភ្នំពីរនឹងឯងឬមកឡៃណាក៏បានប្រវល់អេរ៉េដើម្បីប្រយុទ្ធគ្នាដោយសារតែនេះគឺជាការធ្វើតែក៏ប៉ុន្តែជាក់ស្ដែងកាលពី5ឆ្នាំមុននេះក៏បានចាញ់នៅក្រោមដៃរបស់អេរ៉េអញ្ចឹងហើយនេះក៏ចង់យកឈ្នះតែការអេរ៉េវិញអញ្ចឹងណាបន្តមកទៀតសាច់រឿងក៏កើតបង្ហាញមកកន្លែងសង្វៀនប្រកួតនៅវិញក៏បានកថាអ្នកនៅពេលកំពុងតែប្រឈមមុខដាក់គ្នាហើយគ្រាន់តែចាប់ផ្ដើមការប្រកួតភ្លាមស្រាប់តែពួកគេទាំងពីរនាក់ក៏បានប្រើស្នាដៃភ្លោទាំងពីរនាក់តែម្ដងក៏ប៉ុន្តែលើកនេះស្រាប់តែឡៃណាគឺមានប្រៀបទៅកាន់អេរ៉េវិញបណ្ដាអេរ៉េនៅពេលនោះក៏មានការភ្ញាក់ផ្អើលដែរឡៃណាក៏បានប្រាប់ថាសមត្ថភាពរបស់នាងនៅពេលនេះគឺកាន់តែខ្លាំងទៅហើយសូម្បីតែដៃរបស់នាងកំពុងតែប្រើប្រាស់ហ្នឹងក៏វាមានទម្ងន់ធ្ងន់ដែរអញ្ចឹងហើយបានជាសមត្ថភាពរបស់នាងគឺកាន់តែកើនទៅដូច្នេះនៅពេលនេះលោកគឺមិនអាចយកឈ្នះមកកាន់នាងបានទេហើយនាងនៅបដូរលោកនៅពេលនេះតែម្ដងបន្ទាប់ពីនិយាយហើយនាងក៏បានចូលទៅវាប្រហារទៅកាន់អេរ៉េក៏បានទប់ទល់ហើយក៏បាននិយាយថាកម្រិតដែររបស់នាងនៅពេលនេះគឺជាកម្រិតខ្ពស់ដែលមានឈ្មោះថា Power Blade Desmond អញ្ចឹងហើយมันចាំបាច់ឆ្ងល់នោះទេថាហេតុអីបានជាកម្លាំងរបស់អ្នកនៅពេលនេះគឺកាន់តែរីកចម្រើនបន្តពីក៏បាននេះហើយនោះក៏បានដកឃ្លាបន្តិចហើយក៏បាននិយាយបន្តទៀតថានៅពេលនេះក៏បានដឹងអំពីកម្លាំងអាកបាំងរបស់នាងហើយដូច្នេះគាត់នឹងអាចមានឱកាសយកឈ្នះទៅកាន់នាងជាមិនខានភ្លាមក៏ស្រាប់តែឡៃណាក៏បានស្ទុះលឿនដើម្បីវាប្រហារទៅកាន់អារ៉េបណ្ដាឲ្យនាងនៅពេលនេះគឺអាចវាប្រហារទៅកាន់អារ៉េបានមានអីធ្វើឲ្យឡៃណានៅពេលនោះឡើងភ្ញាក់ព្រឹកតែម្ដងដោយសារតែអ្វីដែលនាងក៏បានវាប្រហារចំអំបញ្ញមិញនេះគ្រាន់តែជាក្លូនឬក៏ជាស្រមោលរបស់អេរ៉េតែប៉ុណ្ណោះឬមកអេរ៉េក៏បានបន្លាស់ទីនៅពីក្រោយខ្នងរបស់ឡៃណាហើយក៏បានវាប្រហារទៅកាន់ឡៃណាចំពីក្រោយនឹងឯងដូច្នោះហើយធ្វើឲ្យឡៃណាគឺពិតជាឆ្ងល់មែនតើថានោះគឺជាជំនាញអ្វីដែរអេរ៉េក៏បានប្រាប់ថានោះគឺជាជំនាញស្រមោលដូច្នោះហើយធ្វើឲ្យឡៃណានៅពេលនោះក៏កាន់តែភ្ញាក់ផ្អើលអំពីសមត្ថភាពរបស់អេរ៉េទៀតហើយដោយសារតែជំនាញស្រមោលគឺជាជំនាញមួយដែលស្ថិតនៅលំដាប់កម្ពុជាឯណោះបើទោះបីជាយ៉ាងណាក៏ដោយឡៃណានៅតែបន្តស្ទុះវាប្រហារទៅកាន់អារ៉េហើយដូចជាលើកមុនអញ្ចឹងឡៃណាក៏បានកាប់ចំតែស្រមោលរបស់អារ៉េតែប៉ុណ្ណោះមានអីក៏ស្រាប់តែស៊ីមួយដែររបស់អារ៉េទៀតតែម្ដងនឹងឯងទោះបីជាស៊ីមួយដែរបែបនេះក៏ដោយក៏ប៉ុន្តែឡៃណាក៏អត់មានផលប៉ះពាល់អ្វីនោះទេពីព្រោះឡៃណាគឺមានការការពារដល់ទេវភាពបន្តមកទៀតឡៃណាក៏បានធ្វើការនិយាយប្រាប់ទៅកាន់អារ៉េឲ្យបានដឹងថា Power Blade Desmond របស់នាងគឺពិតជាអស្ចារ្យខ្លាំងណាស់ដូច្នេះការវាប្រហាររបស់អារ៉េអំបញ្ញនេះគឺមិនអាចប៉ះពាល់ទៅកាន់នាងបានទេរីម៉ូនាងក៏បានស្ទុះទៅវាប្រហារទៅកាន់អារ៉េបន្តទៀតមានអីក៏ស្រាប់តែអារ៉េក៏បានវាប្រហារទៅពីក្រៅខ្នងរបស់នាងបន្តឲ្យនាងនៅពេលនោះគឺចាប់ផ្ដើមចោះចាញ់តែម្ដងបន្ទាប់ពីឡៃណាក៏បានចោះចាញ់ហើយនោះលីក៏បានយកទឹកថ្នាំម៉ាណាឲ្យទៅកាន់ឡៃណាបានលេមរីម៉ូនាងក៏បានស្ដីឲ្យទៅកាន់អារ៉េថាធ្វើឲ្យឡៃណាគឺចាប់ផ្ដើមយំម្ដងទៀតហើយតែឡៃណាក៏បានប្រាប់ទៅកាន់ពួកគេទាំងពីរនាក់ថានៅពេលនេះនាងគឺមិនយំទៀតទេបន្ទាប់ពីនេះបានដឹងហើយនាងក៏បានរត់ចាក់ចេញពីទីនេះបាត់ទៅក៏ប៉ុន្តែធ្វើឲ្យពួកគេទាំងពីរនាក់ឡើងភ្ញាក់ផ្អើលតែម្ដងដោយសារតែឡៃណាក៏បានទៅយំនៅក្នុងបន្ទប់របស់នាងបន្ទាប់ពីការធ្វើតែអំបីមិញនេះរួចរាល់ហើយនោះលីក៏បានបើកចិត្តដើម្បីទទួលយកទៅកាន់អេរ៉េហើយអារ៉េក៏បានសួរលេងសើចជាមួយនឹងលីថាដំបងឡើយដូចជាមិនចង់យកគាត់ទេក៏ប៉ុន្តែហេតុអ្វីបានជាចិត្តរបស់នាងគឺបានផ្លាស់ប្ដូរ360ដឺក្រេបែបនេះសំណួរបែបនេះហើយធ្វើឲ្យលីនៅពេលនោះឡើងគាំងតែម្ដងបន្តមកទៀតអេរ៉េក៏បានធ្វើការសួរទៅកាន់លីទាក់ទងអំពីគៀអ្នកផ្សងព្រេងរបស់ពួកគេនៅពេលបច្ចុប្បន្ននេះថាមានរឿងអ្វីកើតឡើងបានជាគៀអ្នកផ្សងព្រេងរបស់ពួកគេនៅពេលនេះគឺចាប់ផ្ដើមធ្លាក់ចុះបែបនេះលីក៏បានប្រាប់តែម្ដងថានៅពេលនេះពួកគេកំពុងតែជួបបំណុលដូច្នោះអេរ៉េក៏បានសួរថាប្រមាណទៅដល់ពេលទៅលីក៏បានខ្សឹបប្រាប់ទៅកាន់អេរ៉េតែម្ដងក៏ប៉ុន្តែនៅពេលនោះសាច់រឿងគេមិនតបង្ហាញនៅឡើយថាលីក៏បានខ្សឹបរឿងអ្វីខ្លះប្រាប់ទៅកាន់អេរ៉េបន្ទាប់ពីនេះក៏បានខ្សឹបប្រាប់ទៅកាន់អេរ៉េហើយនោះនេះក៏បានប្រាប់ថានៅពេលនេះមិនចាំបាច់ប្រួយបារម្ភនៅឡើយដោយសារតែនៅថ្ងៃខាងមុខនោះគឺមានការប្រកួតដ៏ធំមួយគឺរីបៀងហ្គៀលនិងហ្គៀលតែម្ដងហើយនៅពេលដែលហ្គៀលអ្នកផ្សងព្រេងណាទទួលបានចំណាត់ថ្នាក់លេខ1នោះពួកគេនឹងទទួលបានប្រាក់ដ៏ជាច្រើននោះហើយគឺជាពេលវេលាដែលពួកគេគឺអាចសងបំណុលបានហើយដោយសារតែបាននេះហើយបានជានាងគឺតែងតែរើទៅកាន់សមាជិកថ្មីដើម្បីមកចូលរួមក្រុមហ្គៀលអ្នកផ្សងព្រេងរបស់យើងបន្ទាប់ពីអេរ៉េក៏បានស្ដាប់ចប់ហើយនោះអេរ៉េក៏បានធ្វើការសួរទៅកាន់លីបន្តទៀតហេតុអ្វីបានជាឡៃណានឹងក៏បានចូលរួមក្រុមហ្គៀលអ្នកផ្សងព្រេងមួយនេះទាំងនៅដឹងថាហ្គៀលអ្នកផ្សងព្រេងមួយនេះកំពុងតែជួបបញ្ហាដូច្នោះហើយលីក៏បានធ្វើការប្រាប់តែម្ដងតាមពិតទៅឡៃណាក៏ចង់ចូលរួមជាមួយនឹងហ្គៀលអ្នកផ្សងព្រេងដទៃទៀតដែរក៏ប៉ុន្តែហ្គៀលអ្នកផ្សងព្រេងទាំងអស់ហ្នឹងគឺមិនព្រមទទួលជាមួយនឹងក្មេងៗទេនៅពេលហ្នឹងហើយជាពេលវេលាដែលប៉ារបស់នាងក៏បានឃើញទៅកាន់ឡៃណាដូច្នោះក៏បាននាំនាងដើម្បីមកចូលរួមក្រុមតែម្ដងនឹងឯងបន្ទាប់ពីស្ដាប់រឿងរ៉ាវទាំងអស់នេះហើយអេរ៉េក៏បានធ្វើការនិយាយតែម្ដងថាមិនអីនោះទេមិនចាំបាច់ប្រួយបារម្ភនៅឡើយអ្វីដែលពួកគេគឺត្រូវតែគិតនៅពេលនេះពួកគេគឺត្រូវតែយកឈ្នះនៅក្នុងការប្រកួតមួយនោះក៏ប៉ុន្តែលីក៏ចាប់ផ្ដើមមានអារម្មណ៍ថាប្រួយបារម្ភតែម្ដងដោយសារតែការប្រកួតមួយនោះគឺ5ទល់5ជាស្ដែងហ្គៀលអ្នកផ្សងព្រេងរបស់យើងនៅពេលនេះគឺមានតែ3នាក់តែប៉ុណ្ណោះអញ្ចឹងហើយនាងគឺមិនដឹងថាគូប្រកួតរបស់ពួកគេនៅពេលនោះគឺខ្លាំងដល់កម្រិតណានៅឡើយក៏ប៉ុន្តែកំណត់បែបនេះបែរជាធ្វើឲ្យអារ៉េនៅពេលនោះគឺកាន់តែសប្បាយចិត្តដោយសារតែគាត់ក៏ចង់ប៉ះគ្នាជាមួយនឹងមនុស្សខ្លាំងចង់និយាយថាសម្លេងរបស់អេមីននៅពេលនេះគឺតឹងទ្រូងមែនតើហើយដោយសារតែសម្លេងស្អកខ្លាំងណាស់សូម្បីតែដាក់ក្រូចឆ្មាចូលវានៅតែស្អកកទៀតអញ្ចឹងហើយអធិស្ឋានផងណាហើយរាល់ពេលសម្ដីដែលអារ៉េក៏កំពុងតែនិយាយគ្នាជាមួយនឹងលីនេះគឺត្រូវបានឪពុករបស់លីក៏បានស្ដាប់ឮទាំងអស់ហ្នឹងអូខេអ្នកនរគ្នាសាច់រឿងរបស់យើងភាគទី2ក៏កាត់ចប់នៅត្រង់ហ្នឹងឯងហើយបើចង់ដឹងថាភាគទៅមុខទៀតវាទៅជាយ៉ាងណាក៏ភ្លេចតាមដានជាមួយវិញដល់គ្នាណាអេមីគឺបញ្ជាក់ម្ដងហើយម្ដងទៀតថាសាច់រឿងមួយនេះគឺទៅតែចេញនោះទេអញ្ចឹងហើយមួយអាទិត្យគឺតម្លាក់ឲ្យមើលតែមួយភាគតែប៉ុណ្ណោះចំណែកគ្នាយ៉ាងណាដែលក៏ចង់សពកកាហ្វេមកកាន់អេមីនេះនោះអេមីនឹងដាក់ show on នៅទីនេះដើម្បីផ្ដល់ជាកម្លាំងចិត្តបណ្ដោយអេមីនេះអញ្ចឹងណា
ជាចុងក្រោយឲ្យមានបន្តែពីជនពរទៅកាន់អ្នកគ្នាតែប៉ុណ្ណោះឲ្យសំណាងល្អនៅក្នុងឆាជីវិតការធ្វើដំណើរទៅណាមកណាប្រកបដោយសុវត្ថិភាពជានិច្ចឥឡូវឲ្យមានបន្តែប្រឹងទេបាយបាយជួបគ្នាព្រាមតបាយបាយ